បាទដំណឹងល្អសម្រាប់អ្នកដែលចង់រកលុយតាមរយៈ Facebook ទៅលើមុខងារ content monetization ឥឡូវហ្នឹង Facebook បាន update ថ្មីមួយដោយកាត់បន្ថយលក្ខខណ្ឌនៅក្នុងការស្នើសុំរកលុយតាមរយៈមុខងារ content monetization ពីមុនមានលក្ខខណ្ឌ3ទៅ4លក្ខខណ្ឌដើម្បីបំពេញតែឥឡូវគឺគេកាត់បន្ថយមកត្រឹមតែ1លក្ខខណ្ឌទេអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាថាលក្ខខណ្ឌហ្នឹងគឺជាលក្ខខណ្ឌអីបាទអញ្ចឹងខ្ញុំចូលទៅមើល page ដែលខ្ញុំអត់ទាន់បានដាក់ស្នើសុំវិញអញ្ចឹងឧទាហរណ៍ page មួយនេះបាទអញ្ចឹងយើងចូលមកគឺមកកន្លែង content monetization វានឹងមានបេតុងទៅជា join challenge បាទពីមុនវាចេញ 3-4 លក្ខខណ្ឌឲ្យយើងពេញមានទាំងចំនួន follower ចំនួន view ហើយការផុសអីចឹងទៅតែឥឡូវហ្នឹងគឺនៅពេលដែលយើងចុចចូលកន្លែង content monetization វាមានត្រឹមតែ join challenge ហើយលក្ខខណ្ឌហ្នឹងគឺត្រូវតែទទួលបាន 300k reach ទៅលើការផុសបាទទាំងផុសរូបផុសវីដេអូផុសអក្សរ status អីហ្នឹងបាទនៅពេលដែលយើងទទួលបាន 300k view ទៅលើផុសហ្នឹងគឺគេនឹង invite យើងឲ្យចូលរលុយហើយលក្ខខណ្ឌហ្នឹងគឺក្នុងកំឡុងពេល28ថ្ងៃបាទបើសិនជាក្នុងកំឡុងពេល28ថ្ងៃហ្នឹងយើងទទួលបាន 300k view ទៅលើរូបទៅលើវីដេអូយើងនឹងទទួលបានការ invite ឲ្យចូលរលុយតាមរយៈមុខងារ CM ហ្នឹងអញ្ចឹងយើងចង់ដឹងទាំងអស់គ្នាយើងចុចចូលទៅបាទចុច join បាទគ្រាន់តែចុច join ទៅគេនឹងចាប់ផ្ដើមរាប់ការផុសចាប់ពីពេលហ្នឹងតែម្ដងយើងទទួលបាន1 view 2 view គឺគេនឹងរាប់ចាប់ពីថ្ងៃហ្នឹងរហូតដល់28ថ្ងៃបន្ទាប់ទៀតបើយើងទទួលបាន 300k view យើងនឹងទទួលបានការ invite ជាក់ស្ដែងដូច page មួយនេះខ្ញុំបានសាកល្បងផុសរូបភាពក៏ដូចជាវីដេអូបាទ page មួយនេះគឺយើងចុចមកយើងឃើញថាវាចាប់ផ្ដើមរាប់ឲ្យហើយខ្ញុំផុសវីដេអូមួយទទួលបាន5 view វានឹងរាប់ឯនេះ5 view នៅក្នុង 300k view អញ្ចឹងយើងផុសទៅដើរទៅរហូត28ថ្ងៃយើងទទួលបាន 300k view យើងនឹងទទួលបានការ invite ឲ្យរលុយ unlock ដោះសោឲ្យយើងរលុយតាមរយៈ CM ហ្នឹងបាទមុខងារ CM ហ្នឹងបាទសម្រាប់ Facebook profile ក៏ដូចគ្នាដែរបាទឥឡូវហ្នឹងគឺវា update ទៅតែមួយលក្ខខណ្ឌទាំងអស់ទាំង page ទាំង profile Facebook ពីមុនមកហ្នឹងគឺវាដាក់ 3-4 លក្ខខណ្ឌឲ្យយើងពេញអញ្ចឹងទៅតែឥឡូវវាដូរទាំងអស់ទាំង profile ទាំង page អញ្ចឹងដើម្បីបើកយើងដូចគ្នាយើងចូលកន្លែង dashboard ហ្នឹងមកហើយចុចមកកន្លែង monetization មកវានឹងមានពាក្យ join challenge ដូចគ្នាហើយនេះខ្ញុំបានចុច join ហើយយើងចាប់ផ្ដើមផុសទៅនេះបាទរូបដែលខ្ញុំផុសមិញហ្នឹងគឺវាទទួលបាន115 view អញ្ចឹងយើងផុសលេងទៅក្នុងអំឡុងពេល28ថ្ងៃរូបផងវីដេអូផងវាអាចនឹងបើកឲ្យយើងរលុយបន្ទាប់ពីយើងទទួលបានការដោះសោឲ្យរលុយតាម CM ហ្នឹងហើយ monetization ហ្នឹងហើយយើងផុសអីក៏បានលុយដែរផុស page ផុស text ផុសអក្សរផុសរូបផុសវីដេអូផុស story វាបានលុយទាំងអស់អញ្ចឹងវាជាដំណឹងល្អមួយសម្រាប់បងប្អូនខ្មែរយើងក្នុងការរលុយចំណូលបន្ថែមអញ្ចឹងសង្ឃឹមថាមានប្រយោជន៍ហើយបងប្អូនជួយ share ចែករំលែកដល់អ្នកដែលគាត់ចង់រកលុយតាមរយៈ Facebook ទាំងអស់ឲ្យគាត់បានដឹងផងបាទអរគុណបាយបាយ